សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹង admin Tone Studio ម្ដងទៀតហើយចឹងនេះយើងនឹងមកសម្រាយរឿង The Prince of Tennis បន្តពី episode ទី2ចឹងនៅក្នុងវីដេអូមួយនេះយើងនឹងមកសម្រាយពី episode ចូលគ្នាគឺ episode ទី3ជាមួយនឹង episode ទី4ចឹងចង់ដឹងថាសាច់រឿងរបស់យើងល្អមើលប៉ុណ្ណាតោះចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាចូលមកដល់សាច់រឿងរបស់យើងបាទគេថាកន្លែងនេះអប៉ែបាយយ៉ាងកំពុងតែខឹងដោយសារការប្រកួតចាញ់ជាមួយតួប្រុសរបស់យើងមិញផងហើយអប៉ែនេះមកឲ្យគេទិញតារាមីស៊ូអីណាដោយសារតែអប៉ែបាយយ៉ាងហ្នឹងមុខមើលមែនតែអប៉ែនឹងស្រឡាញ់ជាមួយឆ្មាណាឃើញឆ្មាអត់អីញ៉ាំក៏អប៉ែមួយនឹងសម្រេចចិត្តទៅទិញធីរ៉ាមីស៊ូមកឲ្យឆ្មាញ៉ាំនិយាយថាមនុស្សគេមុខមើលមែនតែចិត្តល្អចឹងមកដល់កន្លែងនេះអប៉ែស៊ីមិញហ្នឹងបានមកបួលជាមួយនឹងតួប្រុសរបស់យើងដើម្បីតេស្តសមត្ថភាពអប៉ែហ្នឹងគាត់ថាខ្លួនឯងខ្លាំងនឹងឈ្នះតួប្រុសរបស់យើងចឹងណាដោយសារតែអប៉ែហ្នឹងបានកត់ទៅន័យពីការលេងរបស់តួប្រុសរបស់យើងទុកចឹងណាតោះឥឡូវចូលមកដល់ការប្រកួតវិញម្ដងដែលខូចរបស់ Lucia ហ្នឹងជាអ្នកវាយសវីមុនបន្ទាប់មកខូចស៊ីមិញហ្នឹងបានយកបន្ទុកនាំមុខ Lucia រហូតដល់ទៅ40ទល់ជាមួយនឹង0និយាយទៅអប៉ែហ្នឹងសមទៅដាក់រហស្សនាមថាបរោះតនន័យដោយសារតែការលេងរបស់តួប្រុសរបស់យើងកន្លែងហ្នឹងគឺសុទ្ធតែប្រើការគិតការប៉ាន់ស្មានគឺថាស្ដាច់តែម្ដងហ្មងខូចស៊ីមិញរបស់យើងតែថាមានណាតួប្រុសរបស់យើងហ្នឹង skill អីក៏ចេះដែរបន្ទាប់មកក៏នៅតែលេងមិនឈ្នះតួប្រុសរបស់យើងដដែលគឺថាតួប្រុសរបស់យើងបានដាក់ខ្ទប់ទាំងខូចហ្មងនិយាយថាតាំងពី CK 40 ណាឥឡូវភ័យឡើងបែកញើសខ្ចាយហ្មងបន្ទាប់មកតួប្រុសរបស់យើងបានយកឈ្នះជាមួយនឹងបន្ទុក7ទល់ជាមួយនឹង5ចំណែកតួស្រីរបស់យើងវិញគឺថាអត់បាត់មុខមែនឃើញគ្រប់ការប្រកួតរបស់ Lucia ហ្មងតួប្រុសរបស់យើងបន្ទាប់ពីបានយកឈ្នះទៅលើខូចហើយថែមទាំងឌឺទៀតថាអ្វីដែលបានលេងមិញហ្នឹង complete add ចូលក្នុង database របស់គាត់ផងបន្ទាប់មកនៅកន្លែងនេះ Lucia ក៏បានជាប់ឈ្មោះនៅក្នុង team tennis របស់សាលា Yushin នឹងឯងបន្ទាប់មកក៏អប៉ែស៊ីយ៉ាងបានយកជាមួយនឹង uniform tennis មកឲ្យតួប្រុសរបស់យើងតែថាតួប្រុសរបស់យើងហ្នឹងអត់បាននៅហ្នឹងទេដូច្នេះក៏បានផ្ញើជាមួយនឹងតួស្រីរបស់យើងទៅតែថាមានណាតួស្រីរបស់យើងកំពុងតែក្រាស់គេផងរឿងអីមករំភើបនឹងយកឲ្យចំណែកបរិមម្នាក់នេះជាឪពុករបស់ Lucia ដែលគាត់ជា top player tennis តែថាពីមុនអត់ដឹងថាគាត់មានរឿងអីមកទេបានអប៉ែនឹងឥឡូវអត់សូវពីខ្វល់ការលេង tennis ប្រហែលទេគាត់គិតតែពីជីវិតសប្បាយរបស់គាត់និងការញ៉ាំរបស់គាត់ចឹងទៅតែចំពោះការលេង tennis របស់កូនគឺគាត់នៅតែ support កូនរហូតចំណែកតួប្រុសរបស់យើងវិញអត់សូវខ្វល់ពីឪពុកគាត់ប្រហែលទេកន្លែងនេះវិញប៉ារបស់តួប្រុសរបស់យើងកំពុងតែ live enjoy ជាមួយនឹងជីវិតគាត់ផងតែថាមានណាត្រូវបានអប៉ែភ្នែកតឹងនឹងបុកឡើងដេកលើគ្នាហ្មងកន្លែងនេះវិញប៉ារបស់អប៉ែអាវបេតងនឹងបានឆ្លោះគ្នាជាមួយនឹងអប៉ែវ៉ែនតាដោយសារតែអប៉ែវ៉ែនតានឹងលេងអត់ទទួលស្គាល់ខ្លួនឯងទេថាខ្លួនឯងនឹងខ្លាំងអីចឹងទៅតបមកតួប្រុសរបស់យើងក៏បានបបួលអប៉ែនឹងប្រកួតគ្នាតែថាមានណាតួប្រុសរបស់យើងដាក់ឡើងដេកនៅកន្លែងហ្មងកន្លែងនេះវិញតួស្រីរបស់យើងសុខចិត្តកាន់មកកន្លែងស្ងាត់ដើម្បីឲ្យជាមួយនឹង uniform នឹងហើយនិយាយពាក្យ congratulation ទៅតួប្រុសរបស់យើងចឹងទៅដើម្បីឲ្យ surprise ចឹងណាតែថាមានណាចំតួប្រុសរបស់យើងមុខងាប់ផងធ្វើធម្មតាឡើងតួស្រីរបស់យើងអន់ចិត្តចឹងមែនណាអាស្រឡាញ់គេម្នាក់ឯងហ្នឹងស្ងាត់ទេតែឈឺសាហាវបន្ទាប់មកតួប្រុសរបស់យើងក៏បានផ្លាស់ប្ដូរជាមួយ uniform នឹងភ្លាមហ្មងគឺថាតួស្រីរបស់យើងបដូរអារម្មណ៍180ដឺក្រេហ្មងចឹងចូលមកដល់កន្លែងនេះវិញតួប្រុសរបស់យើងនិងអប៉ែភ្នែកតឹងនឹងបានដើរសុកមកដល់កន្លែងគេលេង tennis មួយនៅសាលាផ្សេងចឹងណាដែលជាសាលា Yuhang នឹងឯងកន្លែងហ្នឹងអប៉ែពីរនាក់ហ្នឹងខំចាំលេងយូរហើយតែតួប្រុសរបស់យើងចូលមកលេងមុនណាគេមិនខឹងបន្ទាប់មកក៏ពីរនាក់ហ្នឹងចូលប្រកួតជាមួយនឹងតួប្រុសរបស់យើងនិងអប៉ែភ្នែកតឹងនឹងឯងដំបងឡើយគឺថាតួប្រុសរបស់យើងលេងអត់ត្រូវគ្នាជាមួយនឹងអប៉ែភ្នែកតឹងហ្នឹងឯងដោយសារតែតួប្រុសរបស់យើងធ្លាប់តែលេង single play ចឹងណាចឹងលេង double គេយ៉ាងបាក់លេងតិចហើយនិយាយថាប្រចាំគ្នាពេញហ្នឹងហ្មងបាទចឹងគឺថាកន្លែងហ្នឹងតួប្រុសរបស់យើងលេងអត់ឈ្នះគេកន្លែងនេះវិញតួប្រុសរបស់យើងខំនិយាយរកវិធីដើម្បីឲ្យលេងឈ្នះចឹងតែថាមានណាអប៉ែភ្នែកតឹងហ្នឹងមានបានស្ដាប់ណារវល់មើលក្រាស់គេម្នាក់ស្រីនេះជា internship ផ្នែកថតរូបឬមួយក៏យកព័ត៌មានពីការលេង tennis របស់សាលាផ្សេងចឹងទៅណា interview ណាគេមិន interview មក interview ចំតួប្រុស introvert របស់យើងគឺថាចប់ឲ្យខ្ចីមាត់ទេចូលមកដល់ការហាត់របស់យើងវិញចឹងកន្លែងហ្នឹងខូចរបស់យើងបានឲ្យ team ហាត់បានណាហាត់ល្អត្រូវផឹកជាមួយនឹងអាទឹកស្អីគេនេះខ្ញុំមកស្គាល់ដែរតែដឹងត្រឹមថាកីឡាករទាំងអស់អត់មានណាគេចូលចិត្តជាមួយនឹងទឹកមួយហ្នឹងទេតែថាមានណាអប៉ែនឹងផឹកហើយបែកញើសវិញដួលស្លាប់គ្រប់គ្នាហ្មងតោះឥឡូវចូលមកដល់កន្លែងតួប្រុសរបស់យើងនិងអប៉ែភ្នែកតឹងបានហាត់ជាមួយគ្នានៅក្នុងការលេង double play វិញម្ដងតែថាមានណាមួយទៅលិចមួយទៅកើតតែចំណែកដែរយើងជាមួយនឹងជិលវិញគាត់ចេះលេងបែប double play ដោយសារតែពីរអ្នកហ្នឹងគឺជា golden double play នៅ Yushin នឹងហើយតោះមកតួប្រុសរបស់យើងណាអប៉ែភ្នែកតឹងហ្នឹងបានមកដល់ផ្ទះតួប្រុសដើម្បីសាកសួរពីឪពុករបស់តួប្រុសរបស់យើងហ្នឹងអំពីការលេង double play ចឹងទៅចឹងថ្ងៃនេះជាថ្ងៃដែល Yushin ទៅប្រកួតជាមួយនឹងសាលា Yuhang ដែលមានតែពីរនាក់ដែលធ្លាប់វាយតួប្រុសយើងចាញ់កាលពីម្សិលមិញនឹងឯងចឹងតាក់ទងជាមួយនឹង episode ទី3ទី4របស់យើងចូលគ្នានៅក្នុងវីដេអូមួយហ្នឹងគឺមានតែត្រឹមហ្នឹងទេចឹង complete subscribe ជាមួយនឹង channel របស់ admin មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាយ